ពេលខ្លះជីវិតយើងវាលំបាកមែនតើជីវិតទោះបីជាបងប្អូនហត់នឿយប៉ុណ្ណាក៏ដោយលំបាកប៉ុណ្ណាក៏ដោយតែបងប្អូនត្រូវតែបន្តដំណើរទៅមុខជានិច្ចទោះបីជាដើរបដាយំបដាក៏ត្រូវតែដើរបណ្ដាខ្លាចបណ្ដាក៏ត្រូវតែដើរនៅក្នុងដំណើរខ្លះនៃជីវិតគឺយើងត្រូវតែដើរម្នាក់ឯងនៅក្នុងដំណើរខ្លះនៃជីវិតទោះបីជាខ្លាចក៏យើងត្រូវតែទៅដែរនៅក្នុងដំណើរខ្លះនៃជីវិតទោះបីជាយើងដួលក៏យើងត្រូវតែក្រោកឡើងដោយខ្លួនឯងព្រោះអ្នកដទៃក៏ដួលដូចតែយើងដែរគាត់តែគេដួលអាចយើងអត់ដឹងអាចគេអត់ប្រាប់យើងមនុស្សគេចង់បង្ហាញតែអ្វីដែលល្អឲ្យយើងដឹងឲ្យយើងឃើញទេប៉ុន្តែគេអាចនឹងមិនបង្ហាញអ្វីដែលមិនល្អអ្វីដែលគេមិនចង់បង្ហាញឲ្យយើងឃើញក៏ថាបានអញ្ចឹងនៅពេលដែលបងប្អូនឃើញអ្វីដែលល្អកើតឡើងចំពោះគេចូលកុំប្រៀបធៀបមកលើសាច់រឿងរបស់យើងមកលើខ្លួនយើងព្រោះមនុស្សម្នាក់ៗមានដំណើរជីវិតផ្សេងគ្នាមានពេលវេលាផ្សេងគ្នាមានសមត្ថភាពចំណេះដឹងនិងស្ថានភាពផ្សេងគ្នាចូលរីករាយជាមួយនឹងជីវិតរបស់យើងហើយខិតខំប្រឹងប្រែងបន្តទៀតបងប្អូនមានដង្ហើមត្រូវតែមានក្តីសង្ឃឹម